រឿងព្រេងនិទានខ្មែររឿងចៅចិត្តជារឿងចៅចិត្តជារឿងព្រេងនិទាននិយាយតគ្នាដែលចាស់ខ្មែរខ្លះតែងតែលើកមកនិយាយកំ pl ែងលេងប្រាប់ដល់កូនចៅរបស់ខ្លួនហើយអ្នកសិក្សាអក្សរសាស្ត្រទាំងឡាយក៏បានលើកយករឿងនេះមកធ្វើជារឿងផងដែរក្នុងសាច់រឿងអ្នកនិពន្ធដូចជាចង់ប្រាប់អ្នកអានឲ្យឃើញថាការរស់នៅប្រកបរបរចិញ្ចឹមជីវិតគេពុំចាំបាច់ធ្វើការសិក្សារៀនសូត្រអ្វីច្រើននោះទេយើងឃើញក្មេងកំព្រាឪពុកម្នាក់ដែលមិនព្រមធ្វើការសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជាអ្វីគេជ្រើសរើសយកមុខរបរជាចោលដើរដួចទ្រព្យសម្បត្តិអ្នកដទៃទៅវិញម្យ៉ាងវិញទៀតយើងឃើញស្ដេចប្រើអំណាចផ្ដាច់ការក្នុងការជ្រើសរើសមន្ត្រីរាជការឲ្យឡើងកាន់អំណាចជាអ្នកធំជាអ្នកដឹកនាំគ្រប់លើអាណាប្រជានុរាស្ត្រទ្រង់មិនចាំបាច់រើសយកអ្នករៀនសូត្រអ្នកមានចំណេះវិជ្ជាអ្នកមានសមត្ថភាពអីទេរបៀបជ្រើសរើសស្ដេចត្រូវការប្រាក់បើនរណាមានប្រាក់ច្រើនយកទៅដាក់បញ្ចូលនៅក្នុងឃ្លាំងរបស់ស្ដេចអ្នកនោះនឹងបានឡើងជាមន្ត្រីធំធ្វើជាអ្នកគ្រប់គ្រងធ្វើជាអ្នកដឹកនាំបើទោះជាអ្នកនោះគ្មានសមត្ថភាពជាជនពុករលួយជាអ្នកបោកប្រាស់ជាអ្នកប្រព្រឹត្តអំពើអយុត្តិធម៌ជាអ្នកដែលមានលុយកាក់ច្រើនដោយអំពើរកស៊ីខុសច្បាប់ឬជាអ្នកគ្មានចំណេះចេះដឹងយ៉ាងណាក៏ដោយស្ដេចអត់ត្រូវការសមត្ថភាពនោះទេគឺព្រះអង្គត្រូវការតែលុយតែប៉ុណ្ណោះអានក្នុងសាច់រឿងបន្តទៀតយើងឃើញនិពន្ធបានបង្កប់ក្នុងសាច់រឿងនៅអបិយជំនឿមួយដែលសង្គមខ្មែរតែងតែជួបប្រទះហើយដែលការពិតវាហាក់ដូចជាស្រពេចស្រពិលគ្រប់កាលៈទេសៈនោះគឺការបន់ស្រន់សុំឲ្យទេវតាប្រទានមាសប្រាក់បុណ្យស័ក្តិជាដើមនៅក្នុងសាច់រឿងចៅចិត្តជាមន្ត្រីម្នាក់ចង់ធ្វើជាចៅហ្វាយខេត្តបន់ស្រន់ព្រះសំពះទេវតាសំលុយ40កហបណៈយកទៅជូនស្ដេចចៅស្ដាប់ហើយលើការបន់ស្រន់មានចិត្តមេត្តាខ្លាញ់ខ្លួនជាទេវតាវិចលុយចំនួន40កហបណៈលោកយកទៅដាក់ឲ្យមន្ត្រីនោះតែនេះពិតជាទេវតាប្រោះប្រទានដែរមែនឬទេអំពើអយុត្តិធម៌នៅក្នុងរឿងចោលចិត្តជាមួយទៀតគឺមន្ត្រីរាជការប្រើអំណាចរបស់ខ្លួនដោះលែងចោលដោយគ្មានការជំនុំជម្រះរកហេតុផលខុសត្រូវអ្វីទាំងអស់ចោលជាបពុរបស់ខ្លួនជាកូនចៅជាអ្នកដែលខ្លួនស្គាល់ទោះបីថាជាចោលពិតប្រាកដហើយក្តីក៏ជនជាប់ចោតអាចគេចផុតពីសំណាញ់ច្បាប់បានម្ល៉េះហើយភាពឥតមានទោសខ្លាចជាអំពើអយុត្តិធម៌ហើយវាជាដំបៅមហារិទ្ធដ៏មហាសែនរំរាយស៊ីរួមនៅក្នុងសង្គមនោះឲ្យឈឺផ្សាគ្រប់ទិវារាត្រីចោលចិត្តជាចោលដែលមានចិត្តជាទេវតាខ្លែងខ្លួនជាទេវតាមានចិត្តអាណិតហ៊ានចំណាយទ្រព្យសម្បត្តិលុយកាក់របស់ខ្លួនធ្វើប្រយោជន៍ឲ្យដល់អ្នកដទៃការយល់ដឹងឧបការៈគុណដល់បុគ្គលឲ្យធ្វើប្រយោជន៍ដល់ខ្លួនទោះបីជាបុគ្គលនោះតូចថោកតោកទាបយ៉ាងណាក្តីក៏មិនបោះបង់ចោលគតិបណ្ឌិតទាំងពីរខាងលើបើស្ថិតនៅបុគ្គលណានីមួយបុគ្គលនោះរមែងបានប្រកបដោយសេចក្តីសុខចម្រើនជានិច្ចដូច្នេះមនុស្សត្រូវប្រើសតិបញ្ញាស្មារតីរបស់ខ្លួនពិចារណាគ្រប់ហេតុផលតែលើអបិយជំនឿទាំងឡាយមានខ្មោចព្រាយបិសាចឬទេវតាជាដើមថាជាអ្នកជួយខ្លួនឲ្យរួចពីទុក្ខភ័យដែលវាគឺជាជំនឿមួយតាក់ទងទៅនឹងពាក្យព្រានប្រដៅរបស់ព្រះពុទ្ធសាសនាទៀតផងបរិះក្រីក្រពីអ្នកប្តីប្រពន្ធនៅក្នុងរឿងចោលចិត្តជាបោះបង់ជំនឿរបស់ខ្លួនទៅលើទេវតាហើយបែរមកជឿតាមពាក្យរបស់ចោលដែលខ្លួនកំពុងចាប់ដាក់គុកច្រវាក់ទៅវិញថាជាអ្នកមានគុណដល់លុយដល់កាក់ដល់ខ្លួនធ្វើឲ្យខ្លួនបានខ្លាចជាចៅហ្វាយស្រុកដោយជំនឿនិងសេចក្តីដឹងគុណដ៏ជ្រាលជ្រៅបរិះនោះហ៊ានដោះលែងចោលនោះឲ្យមានសេរីភាពឡើងវិញទាំងខុសច្បាប់ទៀតផងកាលនេះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេតែងហៅថាជាចោលចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាវាតែងតែដើរលួចទ្រព្យសម្បត្តិអ្នកដទៃ
មេដាទូមានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យរៀននៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តដើរលួចទ្រព្យសម្បត្តិគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជវាំងដោយសេនាបតីនិមឺនសមុខមន្ត្រីជួលកលទ្រង់មានព្រះអង្គការថាមានខេត្តមួយនៅទំនេរពុំមានឈ្មោះអ្នកណានៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខេត្តនោះស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីទូចម្នាក់មកផ្ទះវិញដេកកាទុកចង់ធ្វើចៅហ្វាយស្រុកជាពន់ពេកលោកដល់វេលាយប់ចូលដំណេកក៏និយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះអង្គការថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់ឲ្យធ្វើចៅហ្វាយស្រុករក្សាខេត្តនោះមួយដែលនៅទំនេរភរិយាក៏ឆ្លើយថាអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសប្តាហ៍ថ្ងៃយើងក្រីក្រតកយ៉ាបេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបានស្រន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកគ្រានោះពេលនោះអាចោរចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានលឺដូច្នេះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពុតជាតិមកសោកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក៏លេចទឹកឃើញបងវិចសម្ពុតក៏ចាប់លើកស្រែហាក់មើលហើយប្រាប់40កហបណៈអណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺជាទេវតាឲ្យប្រពន្ធស្ទុះមកឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាតាំងមន្ត្រីនោះឲ្យធ្វើចៅហ្វាយស្រុករក្សាខេត្តនោះតរៀងទៅឯអាចោរចិត្តជាការបើដឹងថាមន្ត្រីនោះបានធ្វើចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកនៅក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់វាបានម្ចាស់ទ្រព្យនាំអាចោរចិត្តជានោះទៅជូនចៅហ្វាយស្រុកចៅហ្វាយស្រុកបង្គាប់មេគុណឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចោរចិត្តជានិយាយតែម្នាក់ឯងអោហេតុតែឯងមានចិត្តអាណិតគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវិចនឹងកំណាត់ជាតិយកមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមេត្តាករណាឯងអីបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចោរចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចោរនិយាយដូច្នេះក៏ប្រឹក្សាគ្នាថាចោរវានិយាយនេះទៅដោយរឿងខ្លួនយើងគួរឆ្ងល់ណាស់គួរតែយើងចោះទៅសួរវាឲ្យជាក់ច្បាស់ទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចោរនោះថាយើងឮឯងនិយាយឬអ្វីយើងស្ដាប់បាក់ខ្លះចុះឯងនិយាយរឿងនោះឲ្យយើងស្ដាប់នៅក្នុងពេលវេលានេះតើពិតដែរឬទេទើបអាចោរចិត្តជានិយាយថាខ្លួនខ្ញុំជាមនុស្សប្រព្រឹត្តចោរកម្មដើរលួចទ្រព្យសម្បត្តិរបស់គេរយប់មកចិញ្ចឹមជីវិតកាលលោកនៅជាមន្ត្រីតូចខ្ញុំពុំទាន់បានធ្វើចៅហ្វាយស្រុកខ្ញុំវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាយើងបានប្រាក់40កហបណៈមកពីណាថ្វាយស្ដេចឲ្យធ្វើចៅហ្វាយស្រុកខេត្តមួយប្រពន្ធលោកថាយើងក្រយ៉ាងនេះតើនឹងបានប្រាក់ពីណាខ្ញុំឮដូច្នេះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងកំណាត់ជាតិមកដាក់ចិត្តក្បាលដំណេកទុកជូនលោកខ្ញុំត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏មកលួចក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទាទោសខ្ញុំមិនប្រណីចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអោសម្លាញ់អើយឯងនិយាយនេះពិត
ពិតប្រកបមែនដែលអញបានធ្វើចៅវាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកំភៃកុំតូចចិត្តព្រឹកនេះអញនឹងដោះលែងឯងឲ្យរួចចេញពីទុំមួយទៀតឯងនឹងអញយកគ្នាជាសម្លាញ់តរៀងទៅចៅវាយស្រុកសួរថាឯងឈ្មោះអ្វីប្រុសនោះឆ្លើយថាខ្ញុំឈ្មោះអាចោចិត្តជារួចចៅវាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅវាយស្រុកបង្គាប់មេគុកឲ្យដោះលែងអាចោចិត្តជាពីទោសហើយនិយាយថាសម្លាញ់ឯងទៅនឹងអញចុះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតណាអាចោចិត្តជាឆ្លើយថារឿងលួចនេះអញមិនឈប់ទេដែលអញលួចទ្រព្យសម្បត្តិគេនោះគ្រាន់យកទៅចិញ្ចឹមមេដាមេម៉ាយចៅវាយស្រុកក៏ឲ្យប្រាក់30កហបណៈយកទៅឲ្យមេដាអាចោចិត្តជាមិនព្រមយកចៅវាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់អាចោចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលោកក៏លាចៅវាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីទុយម្នាក់កើតសេចក្តីវិវាទទាស់តែងគ្នាជាយូរខែហើយមន្ត្រីទុយនោះគំនិតសម្រាប់លោកយមរាជនោះឲ្យបានមន្ត្រីទុយនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ស្រីបម្រើខំគប់គុណចៅវាយមិនឲ្យទាស់ចិត្តពេលលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាពេលលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយអញក្នុងរឿងនេះបានសប្តាហ៍ថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថាចូលឯងចេញពីអញទៅរកប្រាក់លោកយមរាជនៅនឹងគេចោះរួចឯងខំកប់គុណគេដូចកាលនឹងអញបើឯងបម្រើខាងក្រៅលោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលឯងត្រូវចូលបម្រើខាងក្នុងលុះបានហើយឯងចាំមើលរកពេលលាយប់ស្ងាត់កាលណាលោកយមរាជនោះចូលដេកចូលឯងរំលាយសំណឲ្យក្តៅពុះរួចយកទៅចាក់ចូលក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងរឿងឡើយបើឯងធ្វើបានដោយកំណត់អញនឹងចេញប្រាក់លុះឯងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបម្រើនោះទទួលការសັບគ្រប់វេលាយប់នោះអាចោចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះការមន្ត្រីនោះនិយាយបង្គាប់ស្រីបម្រើឲ្យសម្លាប់លោកយមរាជដូច្នេះក៏វាស្ដាប់បានការទាំងអស់ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនោះលោកយមរាជក៏ទទួលចេញប្រាក់លួងឲ្យទៅបម្រើរៀងមកនាងនោះផ្គប់គុណខំបម្រើលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលខាងក្នុងបម្រើចិត្តរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដិតភ្លើងរំលាយសំណឲ្យពុះក្តៅហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជលោកយមរាជស្លាប់ទៅរួចវាត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកទ្រហោយំមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ពីរោគអ្វីដោយគ្មានស្នាក់ស្នាមបន្តិចសោះលោកជំទាវនោះក៏ទៅក្រាបទូលស្ដេចតាមរឿងដែលបានស្លាប់ព្រះរាជាទ្រង់ក៏ចាត់មន្ត្រីឲ្យមកមើលតែមិនដឹងស្លាប់ពីរឿងអ្វីព្រោះគ្មានហេតុស្នាក់ស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមគួរក្រោយនោះជារដូវបុណ្យទ្វាទុសមាសញឹមមើលសមុខមន្ត្រីចូលកព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកាសយើងឲ្យធ្វើទីយមរាជរួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញសេនាបតីនាមមើលសមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនព្រាននោះចៅវាយស្រុកដែលជាសម្លាញ់អាចោចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកអាចោចិត្តជាអាចោចិត្តជាសួរថាសម្លាញ់ឯងមកធ្វើអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបិទលោកយមរាជស្លាប់ដោយឥតមាននរណាដឹងស្លាប់ពីរោគអ្វីឥឡូវម្ដេចមានព្រះរាជអង្គការបើអ្នកណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដ
ទ្រង់នឹងឲ្យធ្វើទីយមរាជរឿងនេះអាស្រឡាញ់ឯងបានដឹងឬទេត្បិតអញចង់ធ្វើយមរាជណាស់អាចោចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលាត្រីមួយនោះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រោះវាជាសត្រូវនឹងអញក្នុងគ្រានោះត្រូវឯងជួយអញជាប្រកបដូច្នេះត្រូវឯងចេញពីផ្ទះអញទៅរកធ្វើលោកយមរាជទៅបើគេព្រមទទួលឲ្យនៅត្រូវខំបម្រើគេឲ្យត្រូវចិត្តបើគេទុកចិត្តស្និទ្ធស្នាលត្រូវចេញចូលនៅខាងក្នុងពេលលាណាលុះដល់យប់ស្ងាត់ឯត្រូវដុតភ្លើងរំលាយសំណឲ្យពុះក្តៅហើយយកទៅចាក់ក្នុងមាត់រលាយលោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានអញស្ដាប់បានចាំប្រកបស្រឡាញ់ឯងទៅទោះដាច់តាមរឿងនេះចោះតែឲ្យគាត់ខ្មោចលោកយមរាជនោះមកវះមើលឃើញសំណនៅក្នុងពោះខ្មោចនោះមែនអាស្រឡាញ់ឯងនឹងបានធ្វើមន្ត្រីយមរាជមិនខានចៅហ្វាយស្រុកស្ដាប់បានការត្រឡប់មកផ្ទះវិញថ្ងៃក្រោយចៅហ្វាយស្រុកទៅទូលស្ដេចរឿងសិចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនោះនិងមេស្រីនោះយកមកឃុំទុកទ្រង់ឲ្យកោះខ្មោចយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទ្រង់ឲ្យជំនុំរឿងនោះមេនោះឆ្លើយថាសម្រាប់លោកយមរាជពិតប្រាកដទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅទ្រង់ក៏តាំងចៅហ្វាយស្រុកនោះឲ្យធ្វើទីយមរាជអាចចៅហ្វាយស្រុកកាបើធ្វើយមរាជហើយឲ្យបម្រើទៅហៅអាចោចិត្តជាសម្លាញ់មកលុះមកដល់ក៏ប្រាប់ថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចគេទៀតអញចិញ្ចឹមមេដាឯងនឹងសម្លាញ់ឯងលុះអស់ជីវិតអាចោចិត្តជាឆ្លើយថាអញសូមលួចតែម្ដងទៀតលួចត្រឡប់ទៅផ្ទះវិញលុះយកអាចោចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតអាវជាច្រើនយកទៅជូនមេដាលុះព្រឹកឡើងអាចោចិត្តជាមកប្រាប់លោកយមរាជថាអាសម្លាញ់យប់មិញអញចូលលួចគេបានប្រាក់និងសម្ពុតអាវច្រើនណាស់ពីថ្ងៃនោះតទៅអញលះបង់ចោលរឿងរកស៊ីលួចហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនេះអញអរណាស់បើខ្វះខាតអ្វីបរកអញឲ្យឯងពុំទឹះតឡើយអញចិញ្ចឹមលុះអស់ជីវិតអាចោចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅរក្សាមេដាសុខសប្បាយលោកយមរាជនិងអាចោចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដល់រាបអស់ជីវិតដូចបានសន្យាគ្នាមកមែនមនុស្សចិត្តជាតែមានគ្នាជាទីពឹងរឿងព្រេងនិទានខ្មែររឿងចចកកាលពីព្រេងនាយមានចចកត្រោះធំមួយដល់ខែលំហើយវាតែងតែដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីដើរមួយស្របក់វាបានទៅដល់ត្រពាំងមួយដែលរីងទឹកអស់នៅសល់តែប្រឡងភក់ដែលមានត្រីកំពឹសបង្កងក្តាមជាច្រើនចចកឃើញហើយមានចិត្តត្រេកអរយ៉ាងខ្លាំងដោយគិតថាថ្ងៃនេះអញមានភ្លៀបធំណាស់ជាលៀបចម្លែកជាជាងសប្តាហ៍ថ្ងៃឯកំពឹសមានប្រាជ្ញាឬចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាជាចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដោយបណ្ឌិតទៅឆ្ងាញ់ពិសាកំពឹសឆ្លើយថាបងចចកត្រូវយកជើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទៅឆ្ងាញ់ពិសាចចកថាធ្វើដូចម្ដេចនឹងយកទៅលាងបានបើច្រើនដងម្លឹងកំពឹសថាបងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវធ្វើតាមខ្ញុំចចកឆ្លើយថាបងឯងនិយាយដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសឆ្លើយថាធ្វើដូច្នេះចូលបងឯងចូលមកដេកននានៅក្នុងភក់នេះហើយយើងរាល់គ្នានឹងបានតោងខំរួមបងឯងនាំយើងទៅរកស្ទឹងបឹងបួរឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងអាយស៊ីឆ្ងាញ់ពិសាតាមចិត្តចោះឯចចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹស
កំពឹសនិងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកហើយអស់ត្រីកំពឹសក៏លោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំមកឯងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជទៅក្នុងទឹកបាត់ទៅឯចចកដឹងថាកំពឹសមិនឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វតូចធំមានដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងអស់ពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើរគ្មានសេះសល់ដើម្បីបបួលគ្នាមកបាច់ទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់វាបានឲ្យពស់ថ្លាន់ធ្វើជាទំនប់ចំណែកឯសត្វឯទៀតបបួលគ្នាបាច់សត្វនៅក្នុងទឹកដឹងថាចចកបបួលគ្នាបាច់ទឹកឲ្យរីងបឹងភ័យណាស់ក៏គិតគ្នាថាធ្វើដូចម្ដេចទើបឲ្យសត្វទាំងអស់នោះឈប់បាច់ទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងខ្ញុំឮគេថាបងសុភាទន្សាជាអ្នកមានប្រាជ្ញនឹងចេះជួយដោះទុក្ខមនុស្សសត្វផងបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខអស់ពួកយើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាចេញទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកាអស់ដល់ពេលយប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាដូច្នេះក៏សួរថាបងត្រីក្រាញ់ទៅណានឹងត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់ក៏និយាយអង្វរថាបងសុភាទន្សាយសូមអាណិតជួយខ្ញុំបិទត្រីទាំងអស់ក្នុងបឹងគេប្រឹងប្រើខ្ញុំឲ្យមកអញ្ជើញបងសុភាទន្សាយទៅដោយឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីចេះដោះទុក្ខបើអ្នកណាកាត់ទុក្ខបងតែជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រើសក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហើរគឺកុកក្រៀលដង្កៀលខ្យងទុងតូមក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាច់ទឹកបឹងឲ្យរីងនឹងអាចចាប់អស់ត្រីដើរកន្ធាយស៊ីជាចំណីបើដូច្នេះសូមបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងផងចោះបងនឹងបានដើម្បីគេឈ្មោះតទៅរួចអស់យើងនឹងតបគុណបងសុភាទន្សាយឯងបើមិនភ្លេចគុណដល់រាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នេះក៏ឆ្លើយថាបងត្រីក្រាញ់ទៅសិនចោះទៅប្រាប់អស់បងប្អូនកុំឲ្យផិតភ័យចាំខ្ញុំជួយឲ្យរួចទុកកុំឲ្យមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញលុះព្រឹកប្រហៀមទន្សាយឡើងទៅមាត់បឹងឃើញសត្វកំពុងបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកនាំឲ្យខ្ញុំយកសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកមកកាច់ជើងត្រុំប្រមុំជើងអកកាប់ក្បាលឆ្កែចចកដកភ្លុកដំរីអស់សត្វឮសម្បុត្រព្រះឥន្ទដូច្នេះភ័យណាស់ផ្អើលបោជន់គ្នាមានលើដំរីក្របីរមាសរមាំងរួចស្ទុះចោលទៅជន់លើទំនប់ពស់ថ្លាន់ដាច់ខ្លួនជា2-3កំណាត់ធ្លាយទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ខ្លាចទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់អណ្ដាតជាអាចកន្លងស្លាប់ផងរស់ផងពីព្រោះអណ្ដាត